តើជំងឺថប់បារម្ភអាចប៉ះពាល់អាយុជីវិតដែរឬទេប្រសិនបើមិនព្យាបាលមនុស្សភាគច្រើនស្ទើរតែគ្រប់គ្នាមានបទពិសោធន៍ថប់បារម្ភប៉ុន្តែវាអាចធ្ងន់ធ្ងរដល់កម្រិតមួយគួរឲ្យភ័យព្រួយនៅពេលវាមានអាការៈធ្ងន់ធ្ងរវានឹងនាំមកនូវផលវិបាកជាច្រើនរួមទាំងធ្វើឲ្យអ្នកបាត់បង់គុណភាពជីវិតធ្ងន់ធ្ងរក៏ដូចជាមានអារម្មណ៍ថាវាកំពុងឆក់យកជីវិតអ្នកអញ្ចឹងក្នុងករណីដែលអ្នកជួបបញ្ហាបែបនេះអ្នកមិនគួរមើលរំលងការស្វែងរកជំនួយនោះទេតើជំងឺថប់បារម្ភជាអ្វីវាគឺជាអារម្មណ៍មួយដែលយើងអាចសម្គាល់បាននៅលក្ខណៈមួយចំនួនដូចជាមានអារម្មណ៍តានតឹងបារម្ភខ្លាំងនិងមានការប្រែប្រួលរូបរាងកាយក្នុងនោះគឺមានការឡើងសម្ពាធឈាមជាដើមអារម្មណ៍បែបនេះកើតមានឡើងជាញឹកញាប់ឥតឈប់ឈរមានការព្រួយបារម្ភមិនអែនិងធ្វើឲ្យមិនអាចផ្ដោតអារម្មណ៍បាននោះទេរោគសញ្ញានៃជំងឺថប់បារម្ភ 1. អារម្មណ៍ដ៏ស្មុគស្មាញមិនអាចគ្រប់គ្រងបាន 2. មិនបានសម្រាក 3. ចង្វាក់បេះដូងកើនឡើង 4. ដង្ហើមខ្លីឬមានអារម្មណ៍ថាគៀបបំពង់ 5. ស្ងួតមាត់ 6. ឈឺចុកទ្រូង 7. ឈឺក្បាល 8. ក្អួតចង្អោរ 9. ញ័រញាក់ 10. បែកញើសឬងាយញាក់ភ្លាមផលប៉ះពាល់រយៈពេលយូរ 1. ហានិភ័យនៃការវិវត្តជំងឺបេះដូង 2. ចង្វាក់បេះដូងលោតញាប់ 3. សម្ពាធឈាមខ្ពស់ 4. ភាពប្រែប្រួលចង្វាក់បេះដូងអន់ខ្សោយ 5. ប៉ះពាល់ខួរក្បាលងាយនឹងកើតជំងឺវង្វេងការភ័យស្លន់ស្លោការភ័យស្លន់ស្លោមានការពាក់ព័ន្ធយ៉ាងស្អិតរមួតនឹងជំងឺថប់បារម្ភអ្នកដែលមានអាការៈភ័យស្លន់ស្លោតែងគិតថាខ្លួនកំពុងស្លាប់ព្រោះវាមានរោគសញ្ញាជាច្រើនដូចជំងឺកាំងបេះដូងដែររោគសញ្ញានៃការភ័យស្លន់ស្លោ 1. ចុកទ្រូងភ្លាម 2. ញ័របេះដូងខ្លាំង 3. បែកញើសស្រាក 4. ដង្ហើមខ្លីវិធីព្យាបាលជំងឺថប់បារម្ភ 1. ជួបវេជ្ជបណ្ឌិតដើម្បីសិក្សាស្វែងរកមូលហេតុបង្កនិងព្យាបាលទៅតាមវិជ្ជាជីវៈ 2. ធ្វើអារម្មណ៍ឲ្យស្ងប់និងធូរស្រាលសមាធិហាត់យូហ្គាដើរលំហែកាយឬឈប់ផ្ដោតអារម្មណ៍លើកត្តាបង្កបញ្ហា 3. កាត់បន្ថយជាតិអាល់កុលនិងជាតិកាហ្វេអ៊ីនសារជាតិទាំងនេះធ្វើឲ្យអ្នកថប់បារម្ភកាន់តែខ្លាំង 4. ហាត់ប្រាណឲ្យបានរៀងរាល់ថ្ងៃវាអាចបញ្ចេញជាតិ endorphin ល្អសម្រាប់បង្កើនចង្វាក់បេះដូង 5. គេងឲ្យបានគ្រប់គ្រាន់កាត់បន្ថយនិងការពារការកកុញអារម្មណ៍ស្ត្រេស 6. ដកដង្ហើមឲ្យបានវែងនៅពេលថប់បារម្ភឬភ័យស្លន់ស្លោអ្នកដកដង្ហើមវែងរាប់1ដល់10នឹងសមាធិ 7. សិក្សាអំពីមូលហេតុបង្កស្វែងយល់ពីពេលវេលាឬកត្តាដែលញ៉ាំងឲ្យអ្នកមានអារម្មណ៍បែបនេះព្រោះវាអាចជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានល្អជាងមុន